mà giờពេលក្រោយនេះខ្ញុំឃើញមានបងប្អូនពលករខ្មែរយើងដែលណាត់ស្វែងរកការងារណាផ្លាស់ប្ដូរការងារហើយដែលណាត់ថាជួបបញ្ហារកការងារអត់បានមានបញ្ហាដែលណាត់ថាតកែដែលយើងទៅមើលការងារហ្នឹងគេអត់ពេញចិត្តគេអត់យកយើងធ្វើការចឹងទៅហ្នឹងខ្ញុំឃើញមានបញ្ហាហ្នឹងគឺច្រើនមែនតើហើយមួយទៀតខ្ញុំចង់និយាយតទៅនឹងបងប្អូនដែលផ្លាស់ប្ដូរការងារណាហើយភាគច្រើនគាត់ក៏អ្វីដែលខ្ញុំធ្លាប់ជួបហើយគាត់ធ្លាប់ឆាតមកសួរខ្ញុំតើតទៅនឹងការដូរការងារហ្នឹងភាគច្រើនខ្ញុំមើលឃើញថាគាត់អត់សូវស្វែងរកការងារទេហើយលក្ខណៈថាមានពេលទៅនេះគាត់សុខចិត្តពេលទៅនេះដែលគាត់ផ្លាស់ប្ដូរការងាររយៈពេលម្លងពេល3ខែហ្នឹងគាត់យកពេលដែល3ខែហ្នឹងគាត់ទៅលេងស្រុកចំនួន1ខែហើយបងប្អូនខ្លះទៀតគឺទៅលេង1ខែកន្លះចឹងទៅហើយដល់ពេលយើងត្រឡប់មកវិញវាខោចខែអញ្ចឹងយើងអាចសល់ត្រឹមពេល1ខែកន្លះអញ្ចឹងទៅហើយបើនិយាយទៅបើយើងដកថ្ងៃដែលយើងថ្ងៃសៅរ៍ថ្ងៃអាទិត្យទៀតអញ្ចឹងពេលវេលាហ្នឹងកាន់តែខោចព្រោះពេលវេលាស្វែងរកការងារតែពេលដែលយើងផ្លាស់ប្ដូរការងារនៅប្រទេសកូរ៉េហ្នឹងគេមានពេលឲ្យយើងស្វែងរកការងារហ្នឹងចំនួន3ខែដែរហើយបើសិនជារយៈពេល3ខែហ្នឹងយើងស្វែងរកបាននេះគឺយើងអាចខុសច្បាប់នៅក្នុងប្រទេសកូរ៉េហើយជំរឿសមានតែយើងធ្វើការដោយខុសច្បាប់ហើយជំរឿសមួយទៀតយើងត្រឡប់ទៅស្រុកកំណើតវិញទេមានតែពីរជំរឿសហ្នឹងទេហើយខ្ញុំឃើញបងប្អូនដែលគាត់មកថ្មីហើយគាត់ឆាតសួរខ្ញុំពីច្រើនគាត់ឡើងណាគិតខ្លីៗគាត់ឡើងណាគាត់ដូរការងារហើយគាត់ធ្វើឡើងណាការងារក្រៅម៉ោងធ្វើអលវាយធ្វើអីចឹងទៅហើយពីច្រើនការងារហ្នឹងពីច្រើនអាចប្រឈមមុខនឹងប៉ូលីសចាប់ទៀតទៅគាត់អាចខុសច្បាប់ក្នុងប្រទេសកូរ៉េគាត់ទទួលបានផាកវិន័យចំនួនលុយមួយដែលច្រើនចឹងទៅហើយនេះក៏ជាបញ្ហាដែរហើយខ្ញុំឃើញមួយទៀតគឺច្រើនគាត់រៀងគិតបែបខ្លីៗគាត់ថាអត់បញ្ហាទេវាច្រើនបើគាត់រកការងារអត់បានទេគាត់ខុសច្បាប់អីចឹងទៅគាត់គិតថាលក្ខណៈគាត់មានអារម្មណ៍ថាពួកគាត់រៀងគិតរៀងខ្លីៗតិចហើយបើសម្រាប់ខ្ញុំពេលអំដូរការងារខ្ញុំខំរកការងារខ្ញុំមានពេលសម្រាប់ច្រើនទេនិយាយចំទៅឲ្យដល់ថ្ងៃរកការងារគឺខ្ញុំដើរទៅចាប់មីសេសុំមីសេទៅខាងក្រសួងហើយព្រោះខ្ញុំគាត់ថាពេលវេលាពេលដូរការងារបងប្អូនដែលផ្លាស់ប្ដូរការងារពេលវេលាគឺលឿនមែនតើរយៈពេល3ខែមានអារម្មណ៍ថាមួយផ្លេតទេបងប្អូនវាអត់ដូចអាការងារដែលយើងកំពុងធ្វើការនៅរោងចក្រយើងគិតថារយៈពេល3ខែវាយូរណាដល់ពេលយើងផ្លាស់ប្ដូរការងារអត់មានយូរដូចពេលធ្វើការទេបងប្អូនវិលមួយអាទិត្យវិលមួយអាទិត្យហើយពេលវេលាវាកាន់តែខូចទៅហើយពីច្រើនបងប្អូនមួយចំនួនវាច្រើនគាត់ខ្ញុំមើលឃើញថាគាត់អត់សូវស្វែងរកការងារទេពីច្រើនគាត់ទៅធ្វើការបែបធ្វើអាល្វាយធ្វើអីចឹងទៅអត់សូវខ្វាយខ្វល់ទេហើយដល់ពេលសល់រយៈពេលត្រឹមកន្លះខែមួយអាទិត្យឬក៏10ថ្ងៃបានគាត់ខ្វាយខ្វល់គាត់ទៅសុំវិស័យទៅខាងក្រសួងចឹងទៅហើយបងប្អូនគិតមើលថាតកែគេយកអត់ខ្ញុំជឿជាក់ថាតកែគេអត់យកទេព្រោះអាទិន្នន័យលក្ខណៈថាទាំងប្រមាណហ្នឹងគឺគេឆែកឃើញហើយគេថាមិនបានយើងអត់ស្វែងរកការងារសូម្បីតែខ្ញុំស្វែងរកការងារភ្លាមផងនៅតកែខ្លះគេនៅសាញថាចូលមិនបានការងារដែលយើងធ្វើនៅកន្លែងមុនហ្នឹងមិនឲ្យយើងធ្វើអត់កើតហើយដែលយើងពេលដែលយើងដើររកការងារហ្នឹងមិនក៏យើងអត់ត្រូវការងារហ្នឹងយើងមានបញ្ហាអីបានយើងអត់ពេញចិត្តការងារដែលយើងទៅមើលហ្នឹងនិយាយទៅតកែខ្លះគេមានហេតុផលគេសួរយើងច្រើនណាស់និយាយចំទៅហើយបានថាការងារបើគាត់ថាបងប្អូនចង់បានប្រាក់ខែច្រើនណាខ្ញុំគាត់ថាមិនសួរទេការងារហ្នឹងហើយពីច្រើនបងប្អូនដែលដូរការងារពីច្រើនចង់បានប្រាក់ខែច្រើនដូចគ្នាហ្នឹងទាំងខ្ញុំនិងគេគឺចង់បានប្រាក់ខែច្រើនហើយបើសម្រាប់ខ្ញុំដូរការងារខ្ញុំមិនសូវចង់បានប្រាក់ខែច្រើនទេចង់បានត្រឹម2លានជាងចន្លោះពី2លាន5 2លាន8ទៅចន្លោះប៉ុណ្្នឹងទេព្រោះសម្រាប់ខ្ញុំគាត់ថាប្រាក់ខែច្រើនយើងត្រូវធ្វើការច្រើនម៉ោងដូចគ្នាទេហើយបងប្អូនផ្សេងទៀតគាត់ចង់បានប្រាក់ខែច្រើនហើយគាត់ស្វែងរកការងារក៏គាត់រៀងឡើងណារៀងរើសការងារនិយាយបានถึงរើសការងារហើយតកែរោងចក្រគេឡើងណាយើងរើសការងារពេលយើងចង់បានម៉ោងថែមពេកក៏គេអត់យកដែរគេប្រាប់ហើយថារោងចក្ររបស់គេធ្វើការមួយថ្ងៃប៉ុន្មានម៉ោងថែមម៉ោងមួយអាទិត្យថែមប៉ុន្មានម៉ោងរោងចក្រខ្លះគេប្រាប់យើងត្រង់យើងបើយើងធ្វើអត់បានក៏អត់ទៅ
ហើយពីច្រើនខ្ញុំឃើញបងប្អូនដូរការងារពីច្រើនគាត់រកតែការងារមានម៉ោងយប់ម៉ោងថ្ងៃចឹងទៅមានប្រាក់ខែមានអីច្រើនចឹងទៅហើយអ្វីដែលសំខាន់ហ្នឹងគឺពេលវេលាដែលរកការងារនោះសល់ខ្លីសល់មួយអាទិត្យឬសល់10ថ្ងៃអីយើងគួរណាយើងកុំរើសការងារបងប្អូនមុំចូលធ្វើទៅហើយសម្រាប់ខ្ញុំគាត់ថាដំបងបើសិនយើងរកការងារបើសិនជាអាខែទី1ហ្នឹងបើបានការងារត្រឹមប្រាក់ខែ2លាន40 2លាន50ឬក៏60 70អញ្ចឹងបើសិនការងារហ្នឹងមកល្មមធ្វើខ្ញុំគិតថាធ្វើទៅព្រោះបើយើងកាន់តែរកការងារទៀតកាន់តែខាតពេលលក្ខណៈខាតការច្រើនហើយអស់លុយជាងចាយច្រើនទៀតព្រោះបបសរបស់ខ្ញុំពេលដែលរកការងារអាចចូលខែទី3ហ្នឹងគឺខាតកាន់តែច្រើននិយាយថាលុយដែលយើងសំមកពីការងារកន្លែងចាស់ហ្នឹងពី3ខែហ្នឹងយើងសំបានតម្រាំបាន3 4លានហ្នឹងយើងត្រូវចាយឲ្យពេលយើងដូរការងារហ្នឹងរយៈពេល1ខែ2ខែ3ខែហ្នឹងគឺអស់វិញហើយអញ្ចឹងហើយថាមុំអាការងារដែលយើងគិតថាបើរកការងារហ្នឹងអាពេលដំបូងហ្នឹងបើសិនជាការងារហ្នឹងមកល្មមធ្វើយើងធ្វើទៅកុំឲ្យដើររកការងារសុំមេស័យទៀតបើកាន់តែយូរកាន់តែខាតពេលវេលាខាតលុយកាន់តែច្រើនអាហ្នឹងក៏ជាយោបល់របស់ខ្ញុំទេព្រោះបបសរបស់ខ្ញុំធ្លាប់ជួបហើយបើសិនជាបងប្អូនដែលដូរការងារកំពុងដូរការងារសិនជាបានមើលវីដេអូនេះគួរតែធ្វើតាមខ្ញុំទៅអត់ខុសម្ដងទេហើយវីដេអូនេះខ្ញុំសូមចែកម្លែកតែប៉ុណ្្នឹងទេបងប្អូនហើយជួបគ្នានៅវីដេអូក្រោយទៀត